và ngay miền cả ngàn mà rồi có sao đây lấy nó nơi thay nhưng chia có và hai chia mà năm nay tiết ai đừng thu định bố dương trong kia đấy là lấy viên trầm dương rồi mà khai lụa ban tại đọc bán mà con là lên một viên bơ căn là lên sáng tầm lái căn được phù miền cái ao nhưng mà hát cái ao mùi bơ mày rồi លោកប៉ៅសម្បត្តិជាម្ចាស់កសិដ្ឋាន 228 ដែលមានទីតាំងនៅភូមិប្រឡាយឃុំបឹងឆាងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលជានវត្តជនមួយរូបដែលមិនចូលចិត្តទំនេរដៃសោះលោកសម្បត្តិបានចាប់ផ្ដើមការចិញ្ចឹមនិងបង្កាត់ពូជកង្ហានលេខ1មកពីក្រៅប្រទេសដែលមានឈ្មោះថាកង្ហានក្បាលតោការចិញ្ចឹមកង្ហានក្បាលតោនេះដំបូងគ្រាន់តែសម្រាប់ការកំសាន្តអារម្មណ៍តែប៉ុណ្ណោះតែក្រោយមកលោកក៏បានចំណូលពីវាផងដែរតាមរយៈការលក់ទៅឲ្យរមណីយដ្ឋានសន្តាគារនិងកន្លែងកំសាន្តនានាដើម្បីឲ្យគេយកទៅលម្អពីចេញពីការចិញ្ចឹមមាន់ស្រែកាលពីប្រមាណឆ្នាំមុនលោកប៉ៅសម្បត្តិបានចាប់យកការចិញ្ចឹមកង្ហានក្បាលតោវិញព្រោះថាវាលក់បានថ្លៃជាងហើយមានទីផ្សារខ្ពស់ផងដែរ កង្ហាននេះសិតកង្ហានពួកក្បាលតោនាំចូលពីបរទេសទៅ2គីឡូធំៗដូចអូនឃើញមិញហ្នឹងបាមានដល់10គីឡូមេមានដល់9គីឡូជាងសម្រាប់មេបាធំៗណាព្រោះថ្ងៃយើងអត់ទាន់មានមេបាលក់ឲ្យអតិថិជនទេថ្ងៃអត់ទាន់មានទេដោយសារខ្ញុំទំនាំចូលមេបាមានតែ10ក្បាលធំៗហ្មងហ្នឹងណានាំចូលពីក្រៅមកមាន10ក្បាលដោយសារតម្លៃវាថ្លៃបើគិតទៅមកគ្រាប់ចូល4 500ហើយអញ្ចឹងមកគូ8 900ទៅ1000តាមពូជតាមពណ៌របស់វាទៀតណាដំបូងផុតអត់មានគិតថាអញ្ចឹងកង្ហានដើម្បីលក់ទេខឹងរឿងដីវាដោះស្មៅត្រឹមនេះដាក់កង្ហាន2 3គូស៊ីស្មៅអស់លេងដល់នឹកឃើញហើយដាក់ច្រើនគូមកឥឡូវអស់លេងកុំអីស្មៅត្រឹមចកេះសិតតែជើងក្រាស់ដាក់កង្ហានតែមួយឆ្នាំអស់លេងទេមកឲ្យវាស៊ីចំណីវាស៊ីស្មៅជាគោលមកនេះជាទូទៅថ្ងៃយើងដែលមានមេពងហ្មងយើងមានមេតែ10ទេដែលមេដែលខ្ញុំទិញពីក្រៅមកណាមានមេតែ10មេទេប៉ុន្តែយើងទុកអាពួកក្រួយនេះពួកក្រុមនេះយើងទុកវាប្រហែលជា40មេទៀតអញ្ចឹងនៅក្នុងមួយខែមិនតិចជាង50ក្បាលទៅ100ក្បាលទេអាចនឹងបានប៉ុន្តែមិនឥឡូវទេរហូតដល់ឥឡូវវា3ខែវា3ខែណា3ខែអញ្ចឹងរហូតដល់4ខែទៀតរយៈពេល7ខែដោយសារវាពងលើកទី1យើងចោលទាំងអស់អត់យកទេលើកទី2បានយកបាទអញ្ចឹងជាទូទៅបើ50ក្បាលបានវាមិនមែនពងមួយខែនឹងពងគ្រប់មេទាំង50ទេ3 4ពង3 4អាក់3 4ពងអញ្ចឹងណាវាបដិញគ្នាតែលើការថែទាំយើងល្អឲ្យចំណីគ្រប់គ្រាន់ឲ្យធាត់ពេកក៏អត់ពងដែរនេះមិនមែនថាមានចំណីស៊ីចេះដាក់ឲ្យស៊ីឡើងធាត់ពេកប្រូតេអ៊ីនឡើងមានតែខ្លាញ់ពងមួយគ្រាប់អាក់10ថ្ងៃពូជទិញមក5គូ5000អញ្ចឹង10000ជាងប៉ុន្តែក្នុង10000ជាងនេះយើងវាឲ្យផលមកយើងលក់កូនបានពាក់កណ្ដាលវិញហើយយកមកយកកូនវាមកលក់យកលុយមកធ្វើអាហ្នឹងវិញវិលជុំមេ10ដែលខ្ញុំមើលមិញកូនក្នុងត្រង់ឥឡូវកូនក្នុងត្រង់នេះ2000ជាងអញ្ចឹងវាមកវិញបានខ្លះអញ្ចឹងបើមេអស់នេះ50នេះវាពងនៅ3 4ខែទៀតនិយាយទៅខែភ្ជុំក្រោយពេញហ្មងពេញបានកូនណាកើបលុយមួយលេងអស់ចំណាយការចិញ្ចឹមកង្ហានក្បាលតោត្រូវការយកចិត្តទុកដាក់ថែទាំខ្ពស់ការស្រឡាញ់និងត្រូវការពេលបង្វឹកវាឲ្យដូចសត្វសុណក់មួយក្បាលដែលស្គាល់ម្ចាស់ចេះប្រឡាញ់លេងជាមួយម្ចាស់នោះវានឹងលក់បានកាន់តែថ្លៃនេះបើតាមការបញ្ជាក់បន្ថែមពីលោកប៉ៅសម្បត្តិនេះសត្វលម្អអញ្ចឹងទៅធ្វើរបៀបលម្អដែរមិនមែនកង្ហានមកក្នុងគីឡូកាប់ផ្សាយទេពួកនេះបាទអញ្ចឹងតម្លៃវាថ្លៃហើយវាចេះវាលេងអីមួយយើងអញ្ចឹងណាមិនមែនតែយើងទេភ្ញៀវណាមកក៏កាន់លេងបានតែធ្វើក៏បង្ហាត់អ្នកខ្លះជីវភាពហ្មងគាត់ចិញ្ចឹមយកទៅប្រកាសដូចយើងដែរអ្នកខ្លះគាត់មានជីវភាពច្រើនគាត់អត់ប្រកាសទេយកទៅដាក់រីសតដាក់ដីឡយឲ្យវាស៊ីស្មៅអស់អញ្ចឹងណាឲ្យថែទាំតែប្រដាំផ្ញើបងប្អូនយកទៅតោះតែបងប្អូនដេកឲ្យវាស្អាតជាមួយនឹងសត្វហ្នឹងសត្វនេះវាថ្លៃបើបងប្អូនអត់ធ្វើទេវា stress ពួកអានេះអ្នកអត់មានចិត្តស្រឡាញ់អត់ធ្វើទេគេវារវល់មួយវានៅការថែទាំគេចង់ចិញ្ចឹមឲ្យគេប្រឡែងឲ្យដើរស្រែកង្ហានសាច់អីរបៀបដូចនៅដងអីគេចិញ្ចឹមប្រឡែងឲ្យដើរស៊ីតាមស្រែហើយដល់គេគៀងចូលវិញដល់ថ្ងៃថ្លឹងគីឡូគេហៅឈ្មោះមករុញចូលឡានមកអាហ្នឹងកង្ហានសាច់របស់យើងអត់ទេថែទាំបើលេងមួយវាបង្ហាត់ដូចអាមិញហ្នឹងណាគាត់ទៅហៅទៅនេះមកដល់គៀកយើងអោបបើកទ្វារឡើងឡានឲ្យលេងទឹកឃើញខ្ញុំអោបលេងមកនេះអត់ចឹកអត់អីយើងទេប៉ុន្តែអាហ្នឹងលេងតាំងពីញាស់ក្នុងទូមកកាន់ច្បូតតាំងពីក្នុងទូមករហូតកាន់លេងនិយាយទៅឲ្យតែស្និទ្ធមកវាមានឈ្មោះវាមានញៀនចាំដូចពួកបេកសេអញ្ចឹងអាងាននេះពួកវាខុសពីកង្ហានយើងវាមាន IQ វាខ្ពស់ជាងកង្ហានធម្មតាកង្ហានសេយើងធម្មតាអាចទុកបង្ហាត់មិនក៏អត់ដែរគាត់លូកដៃដាក់ចំណៃរត់ទៅបាត់ហើយទៅយើងថយបានមិនស៊ីហើយខ្ញុំផ្សារអស់ហើយអត់ទៅរួចទេទោះបីជាការចិញ្ចឹមលក់បានថ្លៃក៏ពិតមែនតែម្ចាស់កសិដ្ឋាន228រូបនេះដាំថា
បើសិនជាចង់ចិញ្ចឹមកង្ងានក្បាលតោឲ្យបានល្អត្រូវតែគិតគូរឲ្យបានច្បាស់តាំងពីការរៀបចំទីតាំងចិញ្ចឹមប្រព័ន្ធទឹកបរិស្ថានដែលវារស់នៅនិងជាពិសេសការតាមដានសកម្មភាពរបស់វាឲ្យបានជាប់ជាប្រចាំតាមរយៈការបំពាក់កាមេរ៉ាសុវត្ថិភាពថែមទៀតដើម្បីជៀសវាងការប្រយុទ្ធរវាងសត្វកង្ងានគ្នាវា តែបងគិតអត់គិតបានលុយដូចប្រហែលខ្ញុំគិតថាស្រឡាញ់សត្វទេអោបលេងបានអីចឹងណាដល់ស្រឡាញ់សត្វយើងមកគាត់ស្រឡាញ់ដូចយើងដែរគាត់ចាប់ដើមចែកយកទឹកបូមទឹកស្អាតចម្រោះបើយើងដាក់អញ្ចេះមួយខែចាំដូរម្ដងអានេះថែទាំទីជើងមាន់ថ្ងៃទី1វាមិនមែនមិនឈឺទេសត្វវាឈឺធន់ជំងឺច្រើនជើងមាន់ជើងទាហើយការឲ្យស៊ីបាក់តកូនទេបើមេធំចេះដាក់ទៅស្រូវស្រូតទៅស្មៅបោះហើយចំណីគោសម្រាប់មេបាស្រូវស្មៅធម្មជាតិស្មៅយើងដាំអ៊ីស្រាអែលនេះពៀចាំបូយហ្នឹងខ្ញុំដាំនោះមិញហ្នឹងសិតតែស្មៅរបស់វាហើយកែបហ្នឹងស្រូវមានចំណីលីបន្តិចតួចហើយចំពោះកូនយើងមានវីតាមីនប្រូតេអ៊ីនកាល់ស្យូមបន្ថែមតាមបច្ចេកទេសដែលយើងធ្លាប់ធ្វើឲ្យវាក្នុងអំឡុង2ខែកុំឲ្យវាក្រិនអញ្ចឹងវាមានកាល់ស្យូមមានប្រូតេអ៊ីនជួយវាបើក្នុងក្រិន2ខែហ្នឹងកង្ងានអត់ធំទេដំបូងផុតក្នុង2ខែឲ្យឆ្អឹងឡើងតែឆ្អឹងឡើងធំហើយដល់ផុតចេះលេងសើប្រើច្រើនណាលើសំខាន់នៅលើម្ចាស់តើម្ចាស់ស្រឡាញ់សត្វកង្ងាននឹងអត់បើម្ចាស់អត់ស្រឡាញ់ទេគ្រាន់តែជួលបុគ្គលិកឲ្យធ្វើកុំធ្វើឲ្យលាយតើម្ចាស់បើខ្ញុំមូជើងខោខ្លួនឯងដាក់ដើរចំណីកាមេរ៉ាគ្រប់ជ្រុងទាំងអស់កន្លែងណាក៏មានដែរតាមអាងយើងមើលតើកង្ងានយើងអស់ទឹកអត់កង្ងានជុលគ្នាអត់កង្ងានច្រោះគ្នាអត់អាឈ្មោលកាលណាមានច្រើនវាជុលចុះមើលបើកទូរស័ព្ទកណ្ដាលអាទិត្យក៏មើលដែរមើលឲ្យបើសិនជាករណីមិនយើងមកមើលទឹកវាដូរទឹកឲ្យវាផឹកលាយចំណីលេដាក់ទំយប់ក៏ដាក់ដែរអញ្ចឹងយើងដើរទៅណាយើងមានមើលតាមកាមេរ៉ាចំណាយដាក់ទាំងអស់គ្រប់កន្លែងទាំងអស់បើម្ចាស់អត់ស្រឡាញ់ទេកុំធ្វើ